ថាក្លៀនបាយសាច់ជ្រូកណាអញ្ចឹងយើងបំពេញម្ដងគាត់ចោះបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺថាងើបតាំងពីព្រឹកព្រលឹមបាទកំពុងតែជិះម៉ូតូឆ្ពោះទៅកាន់ហាងបាយហាងកាទៀវបាទគឺថាជូនកូនប្រុសទៅញ៉ាំអីបាទព្រោះអីគាត់ថាក្លៀនបាយសាច់ជ្រូកបាទដោយសារអីដោយសារគាត់ទឹមតែងើបពីឈឺអញ្ចឹងហើយគឺគាត់គេថាក្លៀនបាយសាច់ជ្រូកណាអញ្ចឹងយើងបំពេញម្ដងគាត់ចោះបាទហើយឥឡូវមកដល់កន្លែងបាយហើយបាទហើយគាត់កំពុងតែញ៉ាំបាយបាទងើបពីឈឺដាក់បានដែរហ្នឹងណាបាទនេះគឺបាយតាមស្រុកស្រែជនបទទៅបងប្អូនហើយមួយចាន3000រៀលហ្នឹងបងប្អូនបាទគឺធូរថ្លៃដែរទេបងប្អូនបាទដោយសារកន្លែងលក់បាយនេះគឺវាឆ្ងាយពីផ្ទះដែរបាទនៅចិត្តផ្ទះគឺអត់មានលក់ទេអញ្ចឹងគឺយើងត្រូវជិះកាត់តាមវាស្រែវាអីមកបានដល់កន្លែងគេអ្នកលក់បាយអញ្ចឹងណាបងប្អូនបាទនេះគឺមានបាយមានកាទៀវមានអីអញ្ចឹងទៅប៉ុន្តែខ្ញុំអត់ហូបទេគឺថាកូនខ្ញុំគឺគាត់ញ៉ាំតែម្នាក់ឯងទេបាទមើលទៅដូចជាឆ្ងាញ់ដែរហ្នឹងបងប្អូនណាទំងើបពីឈឺអត់សូវស្រួលខ្លួនមួយថ្ងៃអញ្ចឹងហូបអីអត់សូវបានអញ្ចឹងដល់ពេលដាក់ថ្នាំទៅរៀងជារៀងធូរឥឡូវគាត់ចង់បាយសាច់ជ្រូកអាំងបាទឥឡូវពេញម្ដងគាត់ឲ្យគាត់បានញ៉ាំបាយសាច់ជ្រូកអាំងជិះម៉ូតូតាំងពីណាពីណីមកបងប្អូនអើយបាទឆ្ងាយដែរហ្នឹងនិយាយរួមទៅយើងនៅផ្ទះដាច់ស្រយាលបងប្អូនអញ្ចឹងគឺយើងចង់ញ៉ាំអីគឺយើងត្រូវឡើងមកផ្សារបងប្អូនហើយផ្សាររៀងឆ្ងាយបន្តិចបងប្អូនអើយតែនេះគឺទៅដល់ផ្សារបងប្អូនគឺមកធំតាចុងភូមិឯងបងប្អូនដោយសារនៅនេះគឺមានលក់បាយអញ្ចឹងណាគឺយើងជិះតាមវាស្រែបាទហើយវីដេអូមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនា